សួស្តីអតិថិជន Cable Computer ទាំងអស់គ្នាហ្នឹងហើយសម្រាប់ Computer ពីរនេះគឺ Mac MSI ហើយនិង Razer ហើយគាត់ចង់យកWindows ដែលនៅក្នុង Razer ទៅដាក់នៅក្នុង MSI វិញដោយសារតានិយាយទៅមានបងប្រុសហ្នឹងគាត់ខាងផ្នែក MMO ហើយសម្រាប់អា Computer Razer ហ្នឹងគឺគាត់ត្រូវការធ្វើកិច្ចការអីផ្សេងទៀតអញ្ចឹងណាហើយក៏គាត់ខ្ជិល log in log out អីញ៉ៃញ៉ៃច្រើនដែរសម្រាប់ account ក្នុង Computer ហ្នឹងគឺច្រើននេះឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដោះអា Razer Blade ហ្នឹងណាដើម្បីយក M2 វាទៅ clone ហើយបន្ទាប់មកកោះមកនេះចេញមកឲ្យ M2 A data នេះហ្នឹងហើយក៏ចាប់ផ្ដើមដោះខ្សៅ MSI ម្ដងដើម្បីយក M2 ទាំងពីរហ្នឹងយកទៅ clone គ្នាយក M2 Razer Blade ទៅ MSI វិញនេះក្នុងការធ្វើតេស្តដាក់ទៅអត់មាន check point អត់មាន check អីទេគឺដំណើរការល្អហើយនេះគឺកំពុងតែ clone ហើយកម្មវិធីសម្រាប់ clone កំពុងតែ check មើលថាមួយណែមួយនេះឲ្យប្រកបចេះហើយបន្ទាប់ពីឥឡូវហ្នឹងកំពុងដាក់ clone បដាអីបដាហើយអា Razer Blade ហ្នឹងគឺមានបញ្ហាដីមែនតើហើយក៏កម្ដៅក៏ខ្លាំងដែរហើយខ្ញុំកំពុងតែដាក់ clone ហើយបដាហើយយើងចាប់ផ្ដើមសម្អាត clean Razer នឹងបដាដើម្បីកុំឲ្យខាតពេលអញ្ចឹងណាហើយនេះកន្លែងនេះសុំមកផេតណាសុំមកផេតកន្លែងនេះមើលឡើងស្ងួតអស់លេងមើល zoom មើលឡើងស្ងួតហ្មងអសសស្គុះមែនតើនោះមានន័យថាស្ងួតទឹកអស់លេងហ្មងហើយខ្ញុំក៏បានផ្លាស់ប្ដូរថ្មីទាំងអស់ហើយនេះចាប់ចូលវិញហើយកាត់បិទអីអស់ហើយក៏ចាប់ចូលវិញនេះកង្ហារ fan របស់ Razer Blade ណាហើយនេះក៏រួចរាល់អស់ហើយការសម្អាតអីនេះគឺរួចរាល់អស់ហើយគឺចាប់ចូលវិញហើយបន្ទាប់មកទៀតមកចាប់ដើម set up Windows ថ្មីនៅលើ Razer Blade ហ្នឹងចាប់ដើមនេះណាចាប់ដើម set up ពួក install Windows 11ហ្នឹងហើយបងប្អូនទាំងអស់គ្នាហ្នឹងហើយវីដេអូឡើងចិត្ត3ម៉ោងតែកាត់នៅសល់តែ4-5នាទីនេះទេហ្នឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូហើយក៏គាំទ្រនៅ Cable Computer របស់ខាងយើងខ្ញុំដែរអរគុណច្រើន